នៅក្នុងវីដេអូមុនខ្ញុំបានឲ្យបងទាយថាតើ Dreambic នឹងទៅខេត្តណាជាបន្តទៀតឥឡូវនេះក្រុមការងារយើងកំពុងតែធ្វើដំណើរទៅទីតាំងបន្ទាប់ហ្នឹងហើយអញ្ចឹងចាំមើលទាំងអស់គ្នាថាតើបងទាយត្រូវអត់សាជាប់ទំនាក់ទំនងម្ចាស់អាជីវកម្មនៅខេត្តកំពតជាមួយគ្នាអញ្ចឹងតោះទៅចូលរួមកម្មវិធី Dreambic ទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធី Dreambic Community Event ខេត្តកំពតនៅក្នុងកម្មវិធីបន្ទាប់ Dreambic Community Event នឹងបើកសម្រាប់សាធារណជនអាចចូលរួមបានអញ្ចឹងកុំភ្លេចចុច like និង follow Facebook page របស់ Mekongnet ដើម្បីទទួលបានព័ត៌មានថ្មីជួបគ្នានៅ Mekongnet Dreambic Community Event នៅខេត្តបន្ទាប់